ចាជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកសង្ខេបមេរៀននិយាយពីពលំតាក់សូណូមីការរៀបចំនិងការបង្កើតតេស្តនៅសប្តាហ៍ទី6អញ្ចឹងចូលមកដល់ចំណុចទី1គោលការណ៍បង្កើតសំណួរតាមពលំអញ្ចឹងមិនបានគេជ្រើសរើសការបង្កើតសំណួរតាមពលំចាការបង្កើតសំណួរតាមពលំគឺវាមានភាពចាំបាច់ទី1ហ្នឹងដើម្បីរៀបចំកម្មវិធីសិក្សាឲ្យបានត្រឹមត្រូវទី2ដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនទី3ដើម្បីរកឃើញបំណិនដោយរៀនពីស្រួលទៅលំបាកទី4ដើម្បីបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រស្តង់ដារវាតម្លៃដ៏មានប្រសិទ្ធភាពទី5ដើម្បីបញ្ចូលចំណេះដឹងរបស់សិស្សដែលត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវទី6ដើម្បីសម្រួលដល់ការសួរសំណួរអញ្ចឹងកម្រិតនៃវ៉ូលូមតាក់សូណូមីគេចែកចេញជា6ទី1ការចងចាំគឺជាការរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីលំនឹងរយៈពេលវែងហើយស្គាល់ឡើងវិញនិងបង្កើតឡើងវិញទី2ការយល់ដឹងដល់ព័ត៌មានដែលគ្រូបានបង្រៀនរួមមានសំណួរការយល់ដឹងបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានបង្រៀនទី1ដូចជាការសួរសំណួរផ្ទាល់មាត់ការសរសេរបកស្រាយពន្យល់ធ្វើចំណាត់ថ្នាក់សង្ខេបប្រៀបធៀបនិងលើកឧទាហរណ៍ទី3នោះការអនុវត្តឬជាប្រតិបត្តិឬក៏ទ្រឹស្ដីដែលបានសរសេរទី4កំណត់ចំណុចវិភាគគឺជាការបំបែកព័ត៌មានពីផ្នែកតូចហើយកំណត់ថាតើផ្នែកណាមួយដែលមានតំណែងគ្នាឧទាហរណ៍ការញែកភាពខុសគ្នាការគ្រប់គ្រងកំណត់លក្ខណៈទី5ការវាយតម្លៃគឺជាការធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យស្តង់ដារឧទាហរណ៍ការត្រួតពិនិត្យទី6ការបង្កើតថ្មីគឺជាលក្ខណៈផ្សំធាតុផ្សេងបញ្ចូលគ្នាដើម្បីបង្កើតសម្ព័ន្ធភាពឬមុខងារឬក៏គុំធាតុផ្សេងឡើងវិញទៅតាមលំនាំថ្មីមួយឧទាហរណ៍ការរៀបចំផែនការចាចូលមកដល់ចំណុច2ប្រភេទនៃសំណួរតាមកម្រិតវ៉ូលូមគេបែងចែកជា2ទី1ប្រភេទនៃសំណួរតាមកម្រិតវ៉ូលូមនឹងមាន2ទម្រង់អញ្ចឹងទម្រង់ទី1គឺទម្រង់បិទទម្រង់ទី2គឺទម្រង់បើកទម្រង់បិទគឺជាទម្រង់សំណួរទាំងឡាយណាដែលមានចម្លើយហើយជាស្រេចហើយគេតម្រូវឲ្យឆ្លើយនៅចម្លើយមួយនោះទម្រង់បិទមានដូចជាពហុសំណួរជ្រើសរើសសំណួរខុសត្រូវសំណួរគូកងនិងសំណួរបំពេញចន្លោះជាដើមទម្រង់បើកគឺជាទម្រង់សំណួរបើកជាសំណួរទាំងឡាយណាដែលឲ្យអ្នកឆ្លើយផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់មាត់ឬការសរសេរផ្សេងឡើយចាអញ្ចឹងមកដល់មួយទៀតចំណុចទី3ការអនុវត្តការបង្កើតសំណួរតាមកម្រិតប៊ូលូនអញ្ចឹងកម្រិតប៊ូលូនយើងដឹងហើយថាវាមាន6កម្រិតអញ្ចឹងកម្រិតទី1គឺកម្រិតចងចាំអញ្ចឹងកិរិយាសព្ទសម្គាល់កម្រិតចងចាំមានដូចជាមើលស្ដាប់កត់ត្រាសូត្រទន្ទិញរំលឹកឬក៏ចុចអីផ្សេងទៀតហ្នឹងទី2យល់ដឹងហ្នឹងកិរិយាសព្ទសម្រាប់សម្គាល់វាគឺសួរបកស្រាយពន្យល់ឬក៏ពិភាក្សាទី3អនុវត្តកិរិយាសព្ទសម្រាប់សម្គាល់វានឹងដូចជាបកស្រាយកណនាជ្រើសរើសប៉ាន់ស្មានអនុវត្តប្រើប្រាស់បញ្ជាក់ពន្លាតឬក៏សម្រួលអីចឹងទៅវិភាគចំណុចទី4វិភាគហ្នឹងកិរិយាសព្ទសម្គាល់វាមានដូចជាប្រៀបធៀបបែងចែកវិភាគលម្អិតចំណាត់ថ្នាក់ការរៀបលំដាប់ឬញែកឲ្យឃើញច្បាស់ទី5នោះវាតម្លៃមានដូចជាការផ្ដល់យោបល់ការផ្ដល់មតិការសម្រេចចិត្តការរិះគន់ការដាក់ពិន្ទុឬក៏ថ្លែងទាញសេចក្តីសន្និដ្ឋានអីចឹងទៅទី6គឺការបង្កើតថ្មីកិរិយាសព្ទសម្គាល់វាគឺមានរចនាផលិតរៀបគម្រោងរៀបរៀងបង្កើតឬផ្សំបញ្ចូលឬក៏ភាពច្នៃប្រឌិតទាញរូបមន្តទាញពាក្យលំបាកអីចឹងទៅចាមកដល់ចំណុច3ការអនុវត្តការបង្កើតសំណួរតាមកម្រិតវ៉ូលូមការណែនាំបង្កើតសំណួរតេស្តតម្រង់ពហុជ្រើសរើសចឹងនៅក្នុងតម្រង់ពហុជ្រើសរើសហ្នឹងគឺយើងមានស្តង់ដារផ្សំឡើងពីផ្នែកផ្សេងទី1គឺផ្នែកសំណួរ STEM ទី2សំណុំជ្រើសរើសគឺ option គេត្រូវសរសេរផ្នែកសំណួរ STEM ជាប្រយោគសំណួរពេញលេញហើយសំណុំជម្រើសចម្លើយ option ហ្នឹងត្រូវមានចម្លើយត្រឹមត្រូវ1និងខុស3
ចាមកដល់ចំណុចទី4គុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតទម្រង់សំណួរបិទអញ្ចឹងគុណនៅនោះយើងមានប្រភេទសំណួរយើងមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងប្រភេទសំណួរដូចជាសំណួរត្រូវខុសអញ្ចឹងគុណសម្បត្តិរបស់វាគឺងាយសរសេរងាយដាក់បន្ទុកចំណែកឯគុណវិបត្តិរបស់វាគឺអត្រាទោសទាយរហូតដល់ 90% ដែលយើងដល់ 50% ដែលយើងត្រូវគិតហើយនឹងវិភាគមើលទៀតថាចម្លើយមួយណាត្រឹមត្រូវឬក៏មិនត្រឹមត្រូវទៀតមិនវាយតម្លៃបំណិនឬចំណេះដឹងក្នុងកម្រិតខ្ពស់បានវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តសំណួរគូកងគុណសម្បត្តិរបស់វាមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងមានប្រយោជន៍សម្រាប់ធ្វើតេស្តព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនគុណវិបត្តិនោះវាដូចគ្នានឹងសំណួរត្រូវខុសដែរមួយទៀតសំណួរពហុជ្រើសរើសគុណសម្បត្តិរបស់វានោះកាត់បន្ថយអត្រាទស្សន៍ទាយអាចត្រូវបានច្រើនអាចត្រូវបានប្រើដើម្បីលំវាស់លំនាំនៃពុទ្ធិបានទូលំទូលាយកាត់បន្ថយបញ្ហានៃការកែបន្ទុកមុខវិជ្ជាការវិភាគឬលទ្ធផលផ្ដល់ព័ត៌មានវិនិច្ឆ័យបានច្រើនងាយស្រួលក្នុងការដាក់បន្ទុកគុណវិបត្តិរបស់វានោះគឺការបង្កើតសំណួរពហុជ្រើសរើសចំណាយពេលយូរនិងមានតម្លៃថ្លៃការបង្កើតចម្លើយខុសមានការលំបាកពិបាកវាស់វែងពីរចនានៃគំនិតរបស់អ្នកឆ្លើយឬអ្នកធ្វើសំណួរតេស្តទី4សំណួរបំពេញចន្លោះគុណសម្បត្តិរបស់វានោះមានភាពជឿជាក់ខ្ពស់ងាយស្រួលសរសេរកាត់បន្ថយការទស្សន៍ទាយគុណវិបត្តិនោះគឺថាពិបាកផ្ដល់បន្ទុកអាចមានចម្លើយដែលត្រឹមត្រូវច្រើនពិបាកកំណត់អ្វីដែលយើងត្រូវវាស់វែងពិតប្រាកដសិស្សប្រើរយៈពេលវែងដើម្បីបំពេញហាក់មិនមានដល់ព័ត៌មានច្រើនដល់អ្នកធ្វើចឹងមកដល់ចំណុចទី5គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បើកសំណួរទម្រង់បើកគឺជាប្រភេទសំណួរទាំងឡាយណាដែលតម្រូវឲ្យសិស្សអាចសេនៅគំនិតផ្ទាល់ខ្លួនដើម្បីឆ្លើយនៅនឹងបញ្ហាដែលបានចាត់ឡើងចម្លើយអាចខ្លីឬវែងអាស្រ័យទៅលើទំហំនៃបញ្ហានិងសមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗអញ្ចឹងត្រង់កន្លែងនេះវាមានសំណួរសរសេរទម្រង់ខ្លីនិងសរសេរទម្រង់វែងចឹងគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បើកនេះមានប្រភេទសំណួរគុណសម្បត្តិនិងគុណវិបត្តិដូចទម្រង់បិទដែរអញ្ចឹងវាមាន2ទី1សរសេរសំណួរសរសេរទម្រង់ខ្លីគុណសម្បត្តិរបស់វានឹងល្អការវាយតម្លៃលើចំណេះដឹងជាក់ស្ដែងគ្មានការទស្សន៍ទាយចម្លើយងាយស្រួលក្នុងការបង្កើតសំណួរងាយស្រួលដាក់បន្ទុកគុណវិបត្តិរបស់វានោះគឺមិនសមស្របនឹងការវាស់វែងលើការសិក្សាបែបត្រេះរិះពិចារណាងាយនឹងឆ្លើយចម្លើយតាមវិធីមិនសមស្របមកដល់ប្រភេទសំណួរទី2សំណួរសរសេរទម្រង់វែងគុណសម្បត្តិរបស់វាជាមធ្យោបាយមួយសម្រាប់វាយតម្លៃបំណិនកម្រិតខ្ពស់ជំរុញឲ្យការគិតបែបច្នៃប្រឌិតនិងត្រេះរិះពិចារណាដោយទៅនឹងការរៀនក្នុងថ្នាក់អាចវាស់វែងការសិក្សាក្នុងវិស័យហារតីគុណវិបត្តិរបស់វានោះការកែចម្លើយត្រូវចំណាយពេលវេលានិងមានកម្រិតខ្ពស់ពិបាកនឹងទទួលបានភាពជឿជាក់រវាងអ្នកកែនិងអ្នកកែផ្សេងទៀតចាអញ្ចឹងយើងចូលចំណុចទី5ហើយមកដល់ចំណុចទី6ទី6ការអនុវត្តការរៀបចំនិងបង្កើតតេស្តស្តង់ដារអញ្ចឹងយើងដឹងហើយតាប៊ូលុំតាក់សូណូមីវាមានកម្រិត6ទី1ការចងចាំទី2ការយល់ដឹងទី3អនុវត្តទី4វិភាគទី5វេតម្លៃនិងទី6បង្កើតថ្មីយើងមកដល់ត្រង់ចំណុចទី6នេះគឺការអនុវត្តរៀបចំនិងបង្កើតតេស្តស្តង់ដារទីនឹងអ្វីទៅជាតេស្តស្តង់ដារតេស្តស្តង់ដារគឺជាការតេស្តរួមមួយនៅថ្នាក់ជាតិឬក៏ការប្រឡងប្រជែងនានារួមមួយដែលក្រសួងរៀបចំឡើងដើម្បីប្រឡងរួមគ្នាហើយជាលទ្ធផលនោះយើងបានតាមរយៈការប្រឡងបញ្ចប់ការវាយតម្លៃបញ្ចប់ជាដំណាក់កាលទី1គឺតារាងកំណត់គម្រោងតេស្តលម្អិតដំណាក់កាលទី2ការបង្កើតសំណួរតេស្តដំណាក់កាលទី3អនុវត្តការធ្វើតេស្តក្នុងថ្នាក់ដំណាក់កាលទី4ការធ្វើអត្រាកំណែនិងកែ
សំណួរតម្រងបើកដំណាក់កាលទី5វិភាគលទ្ធផលដំណាក់កាលទី6កំណត់ចំណុចខ្លាំងនិងចំណុចខ្សោយបន្ទាប់ពីរៀបចំផែនការបង្រៀនដើម្បីធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សកាន់តែប្រសើរចាមកដល់ត្រង់មួយចំណុចទៀតការបង្កើតវិញ្ញាសាឲ្យបំស៊ីជាមួយនឹងលទ្ធផលកម្មវិធីសិក្សាអញ្ចឹងកន្លែងនេះគឺយើងមាន4ចំណុចទី1ធ្វើបំណែកចែកកម្មវិធីសិក្សាប្រចាំខែដោយបញ្ចូលលទ្ធផលសិក្សាក្នុងកម្មវិធីសិក្សាលម្អិតទី2បង្កើតតារាងកំណត់គម្រោងលម្អិតតេស្តដោយយោងទៅតាមបំណែកចែកកម្មវិធីសិក្សាប្រចាំខែទី3បង្កើតសំណួរតេស្តដោយផ្អែកទៅលើតារាងកំណត់គម្រោងលម្អិតតេស្តទី4គុំសំណួរតេស្តទាំងអស់ទៅជាវិញ្ញាសាប្រឡងចឹងអ្វីទៅជាគម្រោងលម្អិតតេស្តគម្រោងលម្អិតតេស្តគឺស្ដីសង្ខេបឬជាតារាងលម្អិតដែលបង្ហាញពីលទ្ធផលសិក្សាឬស្តង់ដារដែលបានសរសេរក្នុងកម្មវិធីសិក្សាលម្អិតឬខ្លឹមសារសំខាន់ឬចំណុចផ្សេងដែលត្រូវដាក់បញ្ចូលទៅក្នុងតេស្តដើម្បីវាយតម្លៃចាយើងតពីចំណុចអ្វីទៅជាគម្រោងតេស្តអញ្ចឹងខ្ញុំបានឆ្លើយរួចហើយគម្រោងលម្អិតតេស្តហ្នឹងគឺជាអ្វីមកដល់កន្លែងនេះចំណុចសំខាន់ក្នុងគម្រោងលម្អិតតេស្តហ្នឹងមានដូចជាមុខវិជ្ជារងឬខ្លឹមសាររងចម្ពោះឬមេរៀនលទ្ធផលសិក្សាឬស្តង់ដារទម្រង់សំណួរកម្រិតពុទ្ធិលទ្ធផលសិក្សាកម្រិតលំបាករបស់សំណួរពិន្ទុខ្ពស់បំផុតសម្រាប់សួរសំណួរនីមួយៗរយៈពេលធ្វើសំណួរលេខកូដសំណួរនិងលេខរៀងសំណួរចាទី1បំណែកមកដល់ចំណុចទី6ការអនុវត្តការរៀបចំនិងបង្កើតតេស្តស្តង់ដារអញ្ចឹងដល់ឥឡូវនេះយើងអានតទៀតទី1បំណែកចែកកម្មវិធីសិក្សាអញ្ចឹងបំណែកចែកកម្មវិធីសិក្សាគឺជាការបែងចែកមេរៀនក្នុងមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយថ្ងៃទៅមួយថ្ងៃយើងហើយនឹងយើងបែងចែកម៉ោងរៀនពីមួយថ្ងៃទៅមួយថ្ងៃថាម៉ោងណាយើងរៀនអីម៉ោងណាយើងរៀនអីហើយវត្ថុបំណងដែលយើងបានសរសេរហ្នឹងតើការសិក្សាហ្នឹងវាដូចអ្វីដែលយើងរំពឹងទុកដែរឬអត់វាដូចវត្ថុបំណងដែលយើងបានគ្រោងទុកដែរឬអត់នេះគឺជាបំណែកចែកកម្មវិធីសិក្សាទៅតាមសាលានីមួយៗជាប្រចាំថ្ងៃជាប្រចាំខែនិងជាប្រចាំឆ្នាំទៅតាមកម្រិតថ្នាក់នីមួយទី2តារាងកំណត់គម្រោងតេស្តលម្អិតចាតារាងកំណត់គម្រោងតេស្តលម្អិតនេះនៅតាមសាលានីមួយក្រោយពេលរៀនចប់មួយមេរៀនឬក៏ពេលមួយរៀនពីមួយខែឬក៏អីហ្នឹងគឺយើងត្រូវមានតេស្តប្រចាំខែតេស្តប្រចាំឆមាសឬក៏តេស្តប្រចាំឆ្នាំក្រោយបញ្ចប់មេរៀនមួយអញ្ចឹងតាមសាលាមួយគេនឹងរៀបចំឲ្យដូចជាការប្រឡងប្រចាំខែឬប្រឡងប្រចាំឆមាសជាដើមដើម្បីបានដឹងនឹងពីលទ្ធផលសិក្សារបស់សិស្សតាមថ្នាក់នីមួយទី3បង្កើតសំណួរតេស្តដែលផ្អែកទៅលើតារាងកំណត់គម្រោងលម្អិតតេស្តអញ្ចឹងបង្កើតសំណួរតេស្តដោយផ្អែកទៅលើតារាងកំណត់លម្អិតតេស្តហ្នឹងដូចជាយើងមានក្បាលវិញ្ញាសាជាធម្មតាការប្រឡងតេស្តមួយវាតែងតែមានក្បាលវិញ្ញាសាវាមានវិញ្ញាសាទី1ប្រឡងប្រចាំខែដូចជាទីហោប្រចាំខែមករាលើវិញ្ញាសាគណិតវិទ្យារយៈពេល1ម៉ោង20នាទីអីចឹងទៅពិន្ទុប្រហែលពិន្ទុ10ឬក៏ពិន្ទុ100អីចឹងទៅដល់ចំណុចទី4គុំសំណួរតេស្តទាំងអស់ទៅជាវិញ្ញាសាប្រឡងអញ្ចឹងគ្រប់ពេលដែលយើងធ្វើតេស្តតាមមេរៀននីមួយឬក៏ធ្វើតេស្តប្រចាំខែហើយយើងនឹងគុំវិញ្ញាសាដែលយើងធ្វើតេស្តតិចហ្នឹងទៅជាវិញ្ញាសាប្រឡងប្រចាំឆមាសឬក៏ប្រចាំឆ្នាំអីចឹងឬក៏សម្រាប់ដាក់ឲ្យគាត់ប្រឡងឡើងថ្នាក់អីចឹងទៅអានោះគឺជាវិញ្ញាសាដែលយើងបានពីយើងតេស្តជាប្រចាំខែមកអញ្ចឹងទីហោទី1ដូចជាតើទ្រឹស្ដីចិត្តជាអ្វីអញ្ចឹងគេនេះជាប្រភេទសំណួរផ្គូផ្គងពេលយើងបានសំណួរផ្គូផ្គងគេសួរថាតើទ្រឹស្ដីចិត្តជាអ្វីអញ្ចឹងគេដាក់ឲ្យ4ដល់យើងជ្រើសរើសដោយមាន1ត្រូវ3ទៀតគឺខុសអញ្ចឹងយើង
យើងឆ្លើយតាមជាក់ស្ដែងមកថាយើងត្រូវត្រិះរិះពិចារណាថាចម្លើយមួយណាដែលយើងគិតថាវាជាទ្រឹស្ដីចិត្តអញ្ចឹងទីកគឺថាសកម្មភាពចិត្តដែលកើតឡើងពីអារម្មណ៍ឬចំណេះដឹងរបស់អ្នកដទៃទី2សមត្ថភាពក្នុងការយល់ពីស្ថានភាពផ្លូវចិត្តរបស់អ្នកដទៃទី3ការយល់ដឹងមនុស្សម្នាក់មានការជំរុញទស្សនៈផ្ទាល់ខ្លួនទី4ទីខបុគ្គលម្នាក់មានភាពគិតខុសគ្នាអញ្ចឹងតាមចម្លើយរបស់ខ្ញុំគិតថាទីកទ្រឹស្ដីចិត្តគឺជាសកម្មភាពចិត្តដែលកើតពីអារម្មណ៍និងចំណេះដឹងចាអរគុណច្រើនថ្ងៃនេះខ្ញុំមកសង្ខេបមេរៀនសប្តាហ៍ទី6មានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា